សូមគោរពនឹងជំរាបសួរក៏ដូចជាសួស្តីដល់ប្រិយមិត្តទាំងអស់គ្នាដែលតាមដានព័ត៌មានរបស់ First New Official ហើយនេះគឺជាករណីដែលខ្ញុំអាប់ដេតគ្រោះអគ្គិភ័យដែលកើតឡើងនៅឯប្រទេសថៃបាទគឺកើតឡើងតាំងពីថ្ងៃ29ខែវិច្ឆិកាមកម្លេះបាទដែលជាហេតុការណ៍គ្រោះអគ្គិភ័យបាទគឺឆេះទូកុងតឺន័រចំនួន6ទូដែលផ្ទុកនៅសារធាតុគីមីនៅក្នុងខេត្តសមុទ្រសាខននៅក្នុងប្រទេសថៃបាទប្រហែលថ្ងៃនេះខ្ញុំរៀងរវល់ការងារបន្តិចខ្ញុំក៏អត់បានចេញនៅព័ត៌មានចែកដល់ប្រិយមិត្តទាំងអស់គ្នាផងដែរឥឡូវយើងសូមស្វាគមន៍មកកាន់ព័ត៌មានពេញដែលជាព័ត៌មានដែលឆេះនៅទូកុងតឺន័រដែលផ្ទុកសារធាតុគីមីចំនួន6ទូនៅខេត្តសមុទ្រសាគរប្រទេសថៃផងដែរឥឡូវយើងចូលទៅដល់ព័ត៌មានទាំងអស់គ្នាបាទគឺនៅក្នុងខេត្តសមុទ្រសាគរនៅឯប្រទេសថៃបាទគឺករណីនេះកើតឡើងនៅថ្ងៃទី29ខែវិច្ឆិកាឆ្នាំ2025នៅវេលាម៉ោង1រសៀលដែលមានហេតុការណ៍ដ៏រន្ធត់មួយដែលបានកើតឡើងនៅឯក្រុមហ៊ុន Linchia Trading Co Ltd ដែលមានទីតាំងនៅតំបន់ខេត្តសមុទ្រសាគរដែលអគ្គិភ័យនេះសន្ធោសន្ធៅបានឆាបឆេះយ៉ាងខ្លាំងទៅលើធុងកុងតឺន័រចំនួន6ដែលមានផ្ទុកនៅសារធាតុនិងវត្ថុធាតុដើមគីមីសម្រាប់ផលិតនៅបាតបិជើងបាទឥឡូវយើងចូលទៅដល់ព័ត៌មានលម្អិតនៃហេតុការណ៍ទាំងអស់នេះផងដែរដែលទីតាំងនឹងផងដែរគឺនៅក្រុមហ៊ុន Linchia Trading Co Ltd ដែលនៅក្នុងខេត្តសមុទ្រសាគរនៅក្នុងប្រទេសថៃហើយហេតុការណ៍នេះគឺកើតឡើងនៅថ្ងៃទី1រសៀលថ្ងៃទី29ខែវិច្ឆិកាឆ្នាំ2025ចំពោះប្រភពដើមនៃគ្រោះអគ្គិភ័យនឹងគឺយោងតាមសាក្សីនៅខាងក្រៅរោងចក្រនោះបាទដឹងថាមានភ្លើងបានឆាប់ឆេះដំបូងនៅត្រង់ទូបំលែងអគ្គិសនីគេហៅថា electric transformer ណាហើយមានផ្កាភ្លើងបានធ្លាក់ទៅលើកំណោឈើនៅជាប់នឹងទូកុងតឺន័រហ្នឹងហើយក្រោយមកទៀតបានឆេះរាលដាលយ៉ាងលឿនទៅក្នុងទូកុងតឺន័រចំនួន6ដែលដាក់នៅរៀបៗគ្នាហ្នឹងចំពោះរបាយការណ៍បឋមមួយផ្សេងទៀតក៏បានបង្ហាញថាភ្លើងបានឆេះបញ្ជាទូអគ្គិសនីមុនហើយបានរាលដាលដល់ធុងកុងតឺន័រដែលនៅក្បែរៗនោះអានេះគឺជារបាយការណ៍បឋមចំពោះវត្ថុធាតុដើមដែលងាយឆេះនៅក្នុងទូចំនួន6ដែលផ្ទុកនៅវត្ថុធាតុក៏ដូចជាសារធាតុគីមីដែលអាចបត់បែនបានហើយសម្រាប់ប្រើក្នុងដំណើរការសវផលិតកម្មផលិតបានបិទជើងហើយវាជាជ័រដែលងាយឆេះផងដែរចំពោះមន្ត្រីផលិតអគ្គិភ័យជាមួយនឹងរថយន្តទឹកចំនួន10គ្រឿងក្រោយមកកើតរហូតដល់15គ្រឿងមកពីទីតាំងផ្សេងគ្នានៅជិតតំបន់នោះផងដែរដើម្បីមកអន្តរាគមន៍ផលិតអគ្គិភ័យនៅខេត្តសមុទ្រសាគរនឹងផងដែរក្រុមផលិតអគ្គិភ័យបានជួបការលំបាកដោយសារការគ្រប់គ្រងភ្លើងដោយសារតែមានសារធាតុគីមីនៅខាងក្នុងអញ្ចឹងវាធ្វើឲ្យបាញ់ទៅវាឆេះទាំងក្រៅក្នុងអត់ដល់ទេក្នុងកំឡុងនៃការគ្រប់គ្រងនេះផងដែរក៏មានឧស្ម័នជាច្រើននៅក្នុងទូនឹងបានហូរចេញពីក្រៅកុងតឺន័រដែលធ្វើឲ្យឆាបឆេះយ៉ាងខ្លាំងក្រោយមកទៀតលោកប្រធានផលិតអគ្គិភ័យនឹងបានជាឲ្យរោងចក្រប្រើប្រាស់រថយន្តកាយដីដើម្បីយកវត្ថុធាតុដើមពីកុងតឺន័រដើម្បីងាយស្រួលក្នុងការបាញ់ផលិតខាងក្នុងបានអញ្ចឹងណាហើយភ្លើងទាំងអស់នោះត្រូវគ្រប់គ្រងបានទាំងត្រង់នៅវេលាម៉ោង2:45នាទីអញ្ចឹងវា1ម៉ោង2ម៉ោងជាងដែរចំពោះផលវិបាកគឺអ្នកនៅក្នុងហ្នឹងគឺគេអត់ទាន់សន្មត់ថាជនរងគ្រោះនឹងស្លាប់អត់ទាន់មានបេដាដំណឹងទេចំពោះការខូចខាតហ្នឹងគឺធុងកុងតឺន័រចំនួន6ទូត្រូវបានខូចខាតទាំងស្រុងហើយការប៉ាន់ប្រមាណតម្លៃនៃការខូចខាតគឺស្ថិតនៅការវិតម្លៃហើយចំណាត់ការចាក់ស្ដែងនោះគឺមន្ត្រីនគរបាលបានហៅម្ចាស់រោងចក្រនិងបុគ្គលិកនៅទីនោះដើម្បីបំភ្លឺនៅក្នុងនគរបាលស្រុកសមុទ្រសាគរនឹងផងដែរចំពោះហេតុក្រោយមកទៀតគឺអាជ្ញាធរបានបិទកន្លែងកើតហេតុនិងរងចាំក្រុមវិទ្យាសាស្ត្រកងកម្លាំងនគរបាលដើម្បីមកត្រួតពិនិត្យម្ដងទៀតហើយមន្ត្រីជំនាញត្រូវត្រួតពិនិត្យប្រភេទសារធាតុគីមីទាំងអស់ដើម្បីវាតម្លៃប៉ះពាល់សុខភាពសាធារណៈនិងបរិស្ថានក៏ដូចជាអនុញ្ញាតឲ្យការយកចិត្តទុកដាក់សារជាថ្មីហើយជាមួយនឹងក្រុមហ៊ុន Linchia Trading ក៏បានដឹងថាជាក្រុមហ៊ុនដែលនាំចូលនិងចែកចាយម៉ាស៊ីនគ្រឿងបន្លាស់និងឧបករណ៍ផ្សេងចំណែកឯធុងកុងតឺន័រចំនួន6ទូនឹងត្រូវបានបុគ្គលិកនិយាយថាជារបស់មិត្តភ័ក្តិម្ចាស់រោងចក្រដែល
ជួលទីតាំងផ្នែកខាងមុខដើម្បីដាក់ទូបាទនេះគឺជាករណីដែលខ្ញុំអាប់ដេតតាំងពីថ្ងៃទី29 ខែវិច្ឆិកាឆ្នាំ2025មកម្លេះតាក់ទងទៅនឹងគ្រោះអគ្គិភ័យដែលកើតឡើងនៅក្នុងខេត្តសមុទ្រសាគរនៅក្នុងប្រទេសថៃដែលហេតុការណ៍ផ្ទុះឆេះនៅធុងកុងតឺន័រចំនួន6ទូផងដែរដែលជាធុងកុងតឺន័រដែលផ្ទុកនៅសារធាតុគីមីសម្រាប់ផលិតដូចជាបាតស្បែកជើងអញ្ចឹងជ័រនៅងាយឆេះហើយហេតុការណ៍នេះផងដែរគឺកើតនៅថ្ងៃទី29 ខែវិច្ឆិកាឆ្នាំ2025វេលាម៉ោង1ហើយផលិតនៅវិញនៅម៉ោង2:45នាទីអញ្ចឹងព័ត៌មាននេះវាមានតែប៉ុណ្្នឹងទេសង្ឃឹមថាអ្នកនរគ្នានឹងបានយល់ហើយយើងជួបគ្នានៅព័ត៌មានបន្តទៀតពី First New Official បាទខ្ញុំគោរពលាតាមហ្នឹងបើមានអីខុសឆ្គងសូមតែកាន់តែអភ័យទោសហើយកន្លែងណាដែលបកប្រែរៀងឆ្គងអីសូមមេត្តាខមមិនក្នុងក្រុមវីដេអូបាទ